សួស្តីប្រិយមិត្តសារព័ត៌មានចិនសិនហួរនៅថ្ងៃទី28ខែធ្នូម្សិលមិញថារដ្ឋមន្ត្រីការបរទេសថៃស៊ីហាសានៅក្នុងជំនួបជាមួយនឹងរដ្ឋមន្ត្រីការបរទេសចិនលោកវ៉ាងយីបាននិយាយថាភាគីថៃនឹងពិចារណាលើការដោះលែងឆ្លើយសឹកកម្ពុជាចំនួន18នាក់ប៉ុន្តែសង្ឃឹមថាកម្ពុជានឹងសម្រួលដល់ការវិលត្រឡប់របស់ជនជាតិថៃដែលជាប់គាំងនៅតាមបណ្ដោយព្រំដែនវិញដែររដ្ឋមន្ត្រីការបរទេសចិនបានស្វាគមន៍ចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់តាមរយៈការចរចាតែទ្វេភាគីប្រទេសចិនបានបញ្ជាក់ជាថ្មីនូវការគោរពរបស់ខ្លួនចំពោះគោលការណ៍មិនជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងនៃប្រទេសទាំងពីរចំណែកសារព័ត៌មាន The Star Malaysia និយាយថាកងទ័ពអាកាសថៃបាននិយាយនៅថ្ងៃអាទិត្យម្សិលមិញដែរថាមានរបាយការណ៍អំពីយន្តហោះដឹកទំនិញបរទេសដែលហោះហើរចូលទៅក្នុងរដ្ឋធានីកម្ពុជាពីប្រទេសបេឡារុសនិងកន្លែងផ្សេងទៀតប៉ុន្តែมันមានអ្វីបង្កឲ្យមានការភ្ញាក់ផ្អើលនោះទេហើយខ្លួនក៏កំពុងតាមដានចលនាបែបនេះយ៉ាងដិតដល់ជាមួយនឹងវិធានការដែលបានដាក់ចេញដើម្បីឃ្លាំមើលសកម្មភាពណាមួយដែលអាចប៉ះពាល់ដល់ប្រទេសថៃ